លោកស្រីប្រិមិត្តទូរទស្សនិកជនជាទីមេត្រីតទៅនេះសូមអញ្ជើញតាមដានទស្សនាព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលមានមាតិកាសំខាន់ៗដូចតទៅជាដំបូងសូមអញ្ជើញតាមដានទស្សនាព័ត៌មានក្នុងប្រទេសឯកឧត្តមឧបនាយករដ្ឋមន្ត្រីយ៉ាំឆេលីនិងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទបានដឹកនាំប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់នេសាទនិងឯកឧត្តមកងហៀងអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺចុះពិនិត្យស្វែងយល់ពីផលិតកម្មការដ្ឋានដាំដំណាំពោតរបស់ក្រុមហ៊ុន HLS Agriculture នៅក្នុងស្រុកថ្ពងនិងស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺលោកដាតូជូនីអុងនាយករងក្រុមហ៊ុន HLS Agriculture មានប្រសាសន៍ថាក្រុមហ៊ុនបានចាប់ដំណើរការនៅឆ្នាំ2008ក្រោមកម្មវិធីសម្បទានដីកសិកម្មពីរដ្ឋាភិបាលផលិតផលពោតចេញពីរោងចក្រគឺជាផលិតផលពាក់កណ្ដាលសម្រាប់នាំចេញទៅលក់នៅក្រៅប្រទេសធ្វើជាចំណីសត្វដែលបច្ចុប្បន្ននេះមានប្រទេសចំនួន15បានបញ្ជាទិញមកក្រុមហ៊ុនសមត្ថភាពផលិតរបស់រោងចក្រក្នុងក្រុមហ៊ុនអាចធ្វើផលិតកម្មកិនពោតបាន100តោនក្នុងមួយថ្ងៃហើយទិសដៅធ្វើឲ្យបានលើសពី100តោនក្នុងមួយថ្ងៃដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារទាំងក្នុងស្រុកនិងក្រៅស្រុកជាពិសេសការបញ្ជាទិញពីប្រទេសវៀតណាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីយ៉ាំឆេលីបញ្ជាក់ថារដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនិងភាពវៃឆ្លាតប៉ុនប្រសពរបស់សម្ដេចតេជោហ៊ុនសែនបានធ្វើឲ្យប្រទេសកម្ពុជាមានសុខសន្តិភាព 100% និងមានលទ្ធភាពធ្វើការអភិវឌ្ឍប្រទេសជាតិឈានទៅសម្រេចនៅកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ 7% ក្នុងមួយឆ្នាំនិងកាត់បន្ថយអត្រានៃភាពក្រីក្ររបស់ប្រជាជនឲ្យបានលើសពី 1% ក្នុងមួយឆ្នាំជាការពិតរដ្ឋាភិបាលទទួលស្គាល់ថាសមិទ្ធផលទាំងអស់ដែលកើតមានឡើងនេះវាមិនអាចកាត់ផ្តាច់បានទេនៃការចូលរួមពិភាក្សាពីដៃគូកម្ពុជារួមទាំងវិស័យឯកជនផងដែរជាក់ស្ដែងការអភិវឌ្ឍកសិដ្ឋានដំណាំពោតឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាដើម្បីសម្រេចនៅចក្ខុវិស័យនៃការអភិវឌ្ឍវិស័យកសិកម្មរដ្ឋាភិបាលបានកំណត់យុទ្ធសាស្ត្រចម្បងចំនួន3គឺការបង្កើនផលិតភាពការធ្វើពិពិធភាវូបនីយកម្មនិងការធ្វើពាណិជ្ជបនីយកម្មក្នុងបរិយាកាសបច្ចុប្បន្នការចូលរួមរបស់វិស័យឯកជនកំពុងតែមានសកម្មភាពដ៏ខ្លាំងក្លាក្នុងវិស័យកសិកម្មក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជានិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនពីព្រោះវិស័យកសិកម្មបានផ្ដល់ការងារដល់ប្រជាជនជាង 80% នៃកម្លាំងពលកម្មសរុបក្នុងប្រទេសកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បាននាំនៅអំណោយដ៏ថ្លៃថ្លាមួយចំនួនរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនិងលោកជំទាវដើម្បីចែកជូនដល់បងប្អូនកម្មករនៅក្នុងក្រុមហ៊ុន HLS Agricultureព័ត៌មានប្រចាំថ្ងៃរបស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលលោកស្រីប្រិមិត្តទូរទស្សនិកជនទើបតែបានទស្សនានៅពេលនេះចាប់តែប៉ុណ្ណេះសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់តាមដានទស្សនានៅពេលនេះយើងខ្ញុំទាំងពីរនាក់សូមគោរពលា
ចាក់នេះតែ100តោនចេញអាពាក់ការសម្រាប់តែដាំតាមវិធីដាំអានេះទៅ trên kẹo ở mà mốc ạ. Mà mỗi lần sau đi vua là vua chứ nó còn chụp chụp toàn